ចិញ្ចៀននេះជាត្បូងអូផលអូស្ត្រាលីហើយពណ៌សអូផលសវាមានអូផលខ្មៅមានអូផលខៀវហើយវាមានទំហំ7 លីគុណនឹង9 លីអូផលធម្មជាតិគេអាចសម្គាល់បានដោយសារតែតាយើងអាចមើលទៅលើត្បូងគ្រប់ជ្រុងពីជ្រុងណាក៏ដោយគឺវាពណ៌នៅក្នុងត្បូងហាក់បីដូចជាមិននៅស្ងៀមវារាំគេហៅថាវារាំ dense color ហើយបើសិនណាជាត្បូងសិប្បនិមិត្តគឺពណ៌របស់វាគឺនៅស្ងៀមឬដដែលហើយម្យ៉ាងទៀតធម្មជាតិអូផលធម្មជាតិគឺផ្ទៃរបស់វារលោងដូចក្រមួនហើយបើយើងយកទៅឆូតប៉ះប៉ស្លានវាអត់កកិតប៉ស្លានទេហើយកម្រិតរឹងរបស់វាគឺ5 ទៅ 6ដែរនេះជាការសម្គាល់នៅអូផលធម្មជាតិ